បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀមសបនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានប្រភេទនៃអង្គនាងពួនរលេះដាច់ខ្លឹមវក់ក្លូតបងប្អូនណាបាទនាងពួនរលេះដាច់ខ្លឹមវក់ក្លូតຂະຫນາດបន្តោងតូចបងប្អូនណាគឺຂະຫນາດបន្តោងតូចបងប្អូនក៏ធ្លាប់បានដឹងហើយពីអានុភាពនៃការប្រើប្រាស់ប្រភេទនៃអង្គនាងពួនរលេះដាច់ខ្លឹមវក់ក្លូតបងប្អូនណាបាទខ្លឹមវក់ក្លូតនេះគឺសុទ្ធតែជាຂະຫນາດបន្តោងតូចបងប្អូនណាហើយបងប្អូនដឹងស្រាប់ហើយខ្លឹមវក់ក្លូតនេះគឺជាប្រភេទនៃខ្លឹមមួយដ៏កម្របងប្អូនណាបាទតលតែគាត់មានអាយុកាលរាប់សិបឆ្នាំអញ្ចឹងទៅបាទគាត់ពុកគាត់ផុយរលេះដាច់នៅសល់មួយដុំពីរដុំនោះហើយគេហៅថាខ្លឹមវក់ក្លូតបងប្អូនណាកាលណាគាត់ឡើងខ្លឹមហើយគឺខ្លឹមដូចជាខ្លឹមកញ្ញុងខ្លឹមអំពិលខ្លឹមអីចឹងបងប្អូនណាឡើងមើងតែម្ដងបាទតែនេះគឺតូចຂະຫນາດបន្តោងអញ្ចឹងបងប្អូនណាគឺຂະຫນាดបន្តោងអញ្ចឹងបាទនេះឬក៏យើងអាចយកទៅសាងជាតួអង្គតូចបងប្អូនណាបាទសាងជាតួអង្គតូចបានប៉ាណូប៉ាន់អីចឹងទៅបងប្អូនណាបាទនេះគឺជាប្រភេទនៃនាងពួររលេះដាច់ខ្លឹមវក់ក្លូតបងប្អូនណាបាទខ្លឹមវក់ក្លូតបាទសម្រាប់យើងទុកគោរពបូជាថាសាសម្រាប់ការពាររាល់នៅអំពើអំព័ន្ធមុនខ្មៅទាំងឡាយទាំងពួងបងប្អូនណាប្រភេទនៃនាងពួររលេះដាច់ខ្លឹមវក់ក្លូតនេះគេការពារបានតាំងពីសឹកសង្គ្រាមបងប្អូនណាខាងស្វិតខាងគង់បងប្អូនណាបាទខាងសឹកសង្គ្រាមខាងស្វិតខាងគង់បន្សាបនៅសារជាតិពុលបងប្អូនណាគេថាយើងពុលចំណីពុលអីចឹងទៅបងប្អូនណាបាទយើងពុលចំណីពុលអីហ្នឹងគឺខ្លឹមវក់ក្លូតនេះគឺយើងអាចជួយយើងបានបងប្អូនណាបាទនេះគឺការប្រើប្រាស់នឹងអានុភាពរបស់លោកបងប្អូនណាខាងរិទ្ធអំណាចខាងរិទ្ធអាចារ្យគេថាទៅណាមកណាដាក់នាងពួររលេះដាច់ខ្លឹមវក់ក្លូតនេះតាមខ្លួនគេថាទាំងទៅទាំងមកគឺគេថារបូតរលូតឲ្យរលូនទាំងទៅទាំងមកតែម្ដងបងប្អូនណាមិនមែនឧបសគ្គរារាំងយើងនោះទេបងប្អូនណាបាទប្រភេទនៃនាងពួររលេះដាច់ខ្លឹមវក់ក្លូតយើងដាក់តាមខ្លួនមិនថាជិះឡានឬក៏ជិះម៉ូតូផ្លូវជិតឬក៏ផ្លូវឆ្ងាយនោះទេបងប្អូនណាដូចខ្ញុំបានជម្រាបចឹងនេះຂະຫນាดបន្តោងតូចចឹងបងប្អូនណាគឺមានជាង10គ្រាប់ឬក៏10អង្គដែរបងប្អូនណាគឺមានជាង10គ្រាប់បងប្អូនជាវមួយគ្រាប់ក៏បានជាវមួយអង្គក៏បានឬក៏ម៉ៅយកទាំងអស់ក៏បានដែរបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទនេះហើយគឺជាប្រភេទនៃនាងពួររលេះដាច់ខ្លឹមវក់ក្លូតបងប្អូនណាបាទសម្រាប់យើងធ្វើជាຂະຫນាดបន្តោងបាទទុកការពារខ្លួនបងប្អូនណាប្រើបានទាំងសឹកសង្គ្រាមទាំងស្នេហ៍មហានិយមលុកដូរ៉ូស៊ីការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងបជាគ្រោះបជាភ័យបងប្អូនណាបាទខាងស្វិតខាងគង់ខាងសឹកសង្គ្រាមមួយអង្គនេះគឺស្អាតបងប្អូនណាបាទរៀងសំប៉ែតលោកសំប៉ែតតិចតែស្អាតបងប្អូនណាបាទរបស់ធម្មជាតិលោកកកើតដោយធម្មជាតិតែងតែចឹងហើយបងប្អូនណាមានអង្គខ្លះក៏ស្អាតអង្គខ្លះក៏មិនស្អាតតាមដំណើររបស់ធម្មជាតិចឹងទៅបងប្អូនណាតែលោកមេរិតមានដេជានឹងមានបារមីពីធម្មជាតិរបស់លោកមកឲ្យស្រេចតែម្ដងបងប្អូនណាប្រភេទនៃនាងពួររលេះដាច់ខ្លឹមវក់ក្លូតនេះបងប្អូនណានាងពួររលេះដាច់ខ្លឹមវក់ក្លូតនេះបាទនេះដូចខ្ញុំបានជម្រាបចឹងបងប្អូនណាបាទហើយនាងពួររលេះដាច់ខ្លឹមវក់ក្លូតនេះដែរបើសិនជាបងប្អូនដែលគាត់មើលឃើញហើយមានឧបនិស្ស័យស្រឡាញ់ចង់បានចង់យកទៅទុកគោរពបូជាថែសាឬក៏យកទៅសាងជាតួអង្គអីផ្សេងគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart ទាំងឯងបងប្អូនណាហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបាទដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបាទឲ្យខ្ញុំបាទផ្ញើអីវ៉ាន់គ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លឺលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាស្អាតតែបងប្អូនណាខ្លឹមប៉ែសតែម្ដង